របៀប download ទិន្នន័យ DM data ពី website USGS ដើម្បីយកមកប្រើប្រាស់ក្នុង GS Pro អញ្ចឹងការយកទិន្នន័យ DM data នេះគឺមានសារៈសំខាន់សម្រាប់ការគណនាទៅលើជម្រាលឬក៏ទិសទឹកហូរដែលយើងហៅថា flow direction ឬក៏ fluid erosion analysis ឬក៏ 3D terrain ផ្សេងៗអញ្ចឹងដើម្បីធ្វើការងារទាំងអស់នោះបានយើងត្រូវមានទិន្នន័យ DM អញ្ចឹងទិន្នន័យ DM យើងអាចយកពីប្រភពផ្សេងៗមកបានជាច្រើនប៉ុន្តែនៅក្នុង tip នេះខ្ញុំលើកយកការយកទិន្នន័យ DM ពី website USGS មកបង្ហាញជូនសិស្សានុសិស្សទាំងអស់គ្នាជំរាបសួរនិងសូមស្វាគមន៍ទៅដល់បងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាមកកាន់ GS Khmer Learning ថ្ងៃនេះដែរជួបខ្ញុំសាជាថ្មីទៀតហើយថ្ងៃនេះខ្ញុំលើកយក tip មួយទាក់ទងនឹងការ download ទិន្នន័យ DM data ពី website USGS ដើម្បីយកមកប្រើប្រាស់នៅក្នុងកម្មវិធី GS Pro ដើម្បីធ្វើការងារដូចជាការគណនាទៅលើជម្រាលដែលយើងហៅថា slope ឬក៏គណនាអំពីទិសទឹកហូរ flow direction water shape fluid erosion analysis 3D terrain ផ្សេងអញ្ចឹងការប្រើប្រាស់ទិន្នន័យ DM នេះគឺមានសារៈសំខាន់សម្រាប់ការងារ analyze ឬក៏វិភាគអញ្ចឹងដើម្បីយើងអាចចូលទៅ download បានយើងអាចចូលទៅក្នុង website USGS មកខ្ញុំ minimize ទៅលើ GS Pro របស់ខ្ញុំសិនអូខេអញ្ចឹងខ្ញុំចូលទៅក្នុង browser របស់ខ្ញុំមួយមកខ្ញុំចូលទៅក្នុង website Earth Explorer ដែលយើងហៅថា USGS ណាអញ្ចឹងនៅក្នុង website នេះត្រូវមាន account ណាយើងត្រូវមាន account អញ្ចឹងបើបងប្អូនអត់មាន account អាចទៅមើលវីដេអូមុនតើតើនឹងការបង្កើត account នៅក្នុង website USGS ណាអញ្ចឹងនៅក្នុងការ download របស់យើងទី1គឺយើងចូលទៅក្នុង step ទី1គឺ search អញ្ចឹងទីតាំងណាដែលយើងចង់ search ឥឡូវខ្ញុំអាច search ជាមួយនឹងទីតាំងខ្ញុំ search ជា address ក៏បានឬក៏យើងអាច search ជា file នេះ KML KMZ file នេះក៏បានអញ្ចឹងខ្ញុំអាចមានពីរជម្រើសណាយើងអាចចូលទៅកាន់កន្លែង file upload នេះមកយើងអាចមាន polygon ឬក៏យើងអាចចូលទៅកាន់កន្លែង geocoder នេះក៏បានរៀងកាំងបន្តិចចាំផ្លែតអញ្ចឹងនៅក្នុងការ search នេះយើងអាច search ជាgeocoder យើងអាច search ជាឈ្មោះ feature name ឲ្យថា Cambodia យើងអាច search ជាឈ្មោះចេះបានណាអញ្ចឹងនៅក្នុងកន្លែង satellite ខ្ញុំយក world image មកឲ្យវាចេញរូបភាពកាយណប់នេះអញ្ចឹងយើងមើលទៅផ្នែកខាងក្រោមដូចជាអត់តាន់បានទេក្នុង world key ខ្ញុំ search Cambodia country អូខេនេះនៅក្នុង geocoder នេះនៅក្នុងកន្លែង select ណាយើងជ្រើសរើសយក address ណា address បានយើងអាច search Cambodia នេះបាននេះ Cambodia ចុចលើ Cambodia មកហើយអញ្ចឹងយើងចង់ download ទៅលើតំបន់ណាឧទាហរណ៍ថាខ្ញុំ search ឃើញប្រទេសកម្ពុជាហើយអញ្ចឹងខ្ញុំពិបាកក្នុងការរកស្រុករកអីខ្ញុំអាចចូលទៅកាន់ file ហើយខ្ញុំ upload file ជា shape file មួយមកជា shape file ឬក៏ KMZ ឬក៏ជា JSON យើងអាចយកតាមហ្នឹងណាខ្ញុំ search ជា shape file មួយមកខ្ញុំមាន boundary មួយចុះឧទាហរណ៍ថាខ្ញុំ ship shape file នេះមួយសិននៅក្នុង shape file របស់ខ្ញុំអាច zip វាមួយណាខ្ញុំអាចលុបទិន្នន័យនេះចោលខ្លាចវាជាន់គ្នាអូខេខ្ញុំ zip shape file នេះមួយចេះវាកាំងអញ្ចឹងយើងអាចប្រើជា KML ឬក៏ KMZ ក៏បានដែរនៅក្នុងកន្លែងនេះវាមាន option ដែលយើងជ្រើសនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន layer របស់ខ្ញុំជា boundary ចុះមិញខ្ញុំប្រឹង zip ជា shape file តែវាកាំងអញ្ចឹងខ្ញុំអាចចូលទៅក្នុង analyze tool ខ្ញុំ search ពាក្យមួយដែលមានឈ្មោះថា layer to KML ដែរខ្ញុំ input layer របស់ខ្ញុំកំពុងស្ពឺហ្នឹងខ្ញុំរើសទីតាំងទុកមកខ្ញុំទុកនៅក្នុង desktop ចុះ
ហើយខ្ញុំចេញរ៉ាន់មកអញ្ចឹងខ្ញុំចូលទៅកាន់កម្មវិធីរបស់ខ្ញុំម្ដងទៀតខ្ញុំអាប់ឡូតជា KML ម្ដង KML KMZ ម្ដងមកឈ្មោះអីគេ desktop នេះ desktop KML KMZ ណាអញ្ចឹងខ្ញុំយក file ហ្នឹងមកនេះអញ្ចឹងវាធំអញ្ចឹងវាអាច fail ណាដោយសារវា limit point មានន័យថានៅក្នុងការយកទិន្នន័យហ្នឹងវាឲ្យយើងយកតែត្រឹម50 point មានន័យថាក្រមអញ្ចឹងទិន្នន័យ boundary របស់យើងនេះវាធំអញ្ចឹងបើយើង upload ទៅវាបានទូចអញ្ចឹងខ្ញុំអាចមានមធ្យោបាយមួយទៀតនៅក្នុងការជ្រើសរើសនឹងដែរខ្ញុំអាចឧទាហរណ៍នៅក្នុង GS Pro របស់ខ្ញុំអាចបង្កើតជា boundary អីមួយទៅឬក៏ជាចំណុចអីមួយដោយសារបើយើងមករកនៅក្នុងនេះវាអាចពិបាកអញ្ចឹងឧទាហរណ៍ថាតំបន់ដែលខ្ញុំចង់រកខ្ញុំអាចបង្កើតជា point ឬក៏ជា polygon មួយទៅឧទាហរណ៍ថា polygon ខ្ញុំអាចបង្កើតវាជា area មួយចាស់ខ្ញុំឧទាហរណ៍ខ្ញុំចុចជា polygon ហ្នឹងទៅអូខេអញ្ចឹងនៅក្នុង area នេះខ្ញុំអាចចូលទៅកាន់ edit ខ្ញុំ create ខ្ញុំគូ area ទូចមួយនៅម្ដុំទៅនេះចាស់ប៉ុណ្ណេះចាស់ខ្ញុំចុច save ហើយខ្ញុំចុច clear ហើយខ្ញុំចូលទៅក្នុង analyze tool យើង search ម្ដងទៀតមក area ខ្ញុំដាក់ឈ្មោះខ្ញុំដាក់នៅលើ desktop ដែរហើយខ្ញុំឈ្មោះ area ចាស់ចុច run ម្ដងទៀតមកអូខេខ្ញុំចូលទៅកាន់ browser របស់ខ្ញុំម្ដងទៀតខ្ញុំអាច upload វាម្ដងទៀតមក area នេះអូខេអញ្ចឹងចូលហើយនេះទីតាំងដែលយើងគូសមិញទីតាំងដែលយើងគូសនៅលើ GS មិញអញ្ចឹងយើងបានយកចូលមកហើយយើងអាចមើលមកយើងអាចទាញវាបានបន្ថែមទៀតណាឧទាហរណ៍យើងអាចស្រង់វាទៅមួយន័យថាយើងចង់ download ទំហំចំណុចដែលយើងគូសនេះមានន័យថាវាមិន download ទៅតាមអ្វីដែលយើងកំពុងតែសេរីហ្នឹងទេវាគ្រាន់តែជាកន្លែងមួយដើម្បីឲ្យវាចាប់យក index នៅក្នុងការ download ទេអញ្ចឹងវាមានជា index របស់វាស្រាប់ក្នុងការកំណត់ឲ្យយើង download អូខេអញ្ចឹងនៅចំណុចនេះហើយខ្ញុំបានទីតាំងបានអីហើយខ្ញុំចូលទៅកាន់dataset ឬក៏ cycle នេះ address យើងអត់មានអីត្រូវបដូរទៀតទេអញ្ចឹងយើងអាចមិញទៅណាបាត់ហើយម្ដងទៀតមើលខ្ញុំ refresh ម្ដងទៀតមកបាទអូខេចូលមកហើយអញ្ចឹងខ្ញុំសេរីវាតិចបន្តមកទៀតខ្ញុំអាចចូលទៅកាន់ dataset នៅក្នុង dataset មានន័យថាខ្ញុំជ្រើសទៅកាន់ digital elevation អញ្ចឹងការ download ទិន្នន័យ DM តើយើងស្គាល់ថាទិន្នន័យ DM ហ្នឹងសម្រាប់ការងារអីដែរអញ្ចឹងនៅក្នុង digital elevation model ដែលជាទិន្នន័យ DTM របស់យើងហ្នឹងវាគឺជាទិន្នន័យរយៈកម្ពស់ដែលបង្ហាញពីតំបន់ណាដែលខ្ពស់តំបន់ណាដែលទាបឬក៏ភ្នំឬក៏ទំនាបជ្រលងឬក៏ទន្លេអីជាដើមអញ្ចឹងនេះជា data ហ្នឹងអញ្ចឹងដើម្បីយើងចូលទៅ download យើងចូលទៅកាន់ digital មកយើងចូលទៅកាន់ SRTM អញ្ចឹង DM ហ្នឹងទៀតខ្ញុំបញ្ជាក់បងមួយថា DM នេះវាអាចធ្វើការងារជាមួយនឹងការងារកណនាចម្រៀលដែលយើងហៅថា slope ឬក៏ទឹកទិសដៅទឹកហូរដែលយើងហៅថា flow direction ឬក៏ water shape សម្រាប់ទៅលើទីតាំងដែលតំបន់ដែលទឹកហូរទៅឬក៏ fluid erosion analyze
ជាមួយនឹងការវិភាគទៅលើការងារផ្សេងអញ្ចឹងនៅក្នុងតនន័យfloat erosion analyze នេះសម្រាប់វិភាគទៅលើតំបន់ណាដែលលិចទឹកឬក៏តំបន់ណាដែលងាយលិចទឹកឬក៏តំបន់ដែលទឹកលិចជម្រៅប៉ុន្មានទឹកហូរទៅណាមេឃភ្លៀងអាហ្នឹងគឺត្រូវហើយហើយចំពោះឯ 3D terrain 3D terrain ជាមួយនឹងការងារ 3D terrain ដែរសម្រាប់ធ្វើការ view 3D ផ្នែកតំបន់ខ្ពស់ទាបអីផ្សេងអញ្ចឹងអ្វីដែលយើងត្រូវជ្រើសរើសគឺយើងចូលមកកាន់ SRTM អញ្ចឹង SRTM ហ្នឹងគឺជាអ្វីអញ្ចឹងយើងត្រូវស្គាល់វាដែរមុននឹងយើង download ណាយើងប្រើប្រាស់យើងត្រូវស្គាល់អំពីប្រភេទទិន្នន័យឬក៏ file ដែលយើង download បានងាយស្រួល SRTM ហ្នឹងមកពាក្យ Short-tail Radar Topographic Mission ពាក្យកាត់របស់គេពាក្យពេញរបស់គេគឺ Short-tail Radar Short-tail Radar Topographic Mission វានិយាយទៅវាជាបេសកកម្មរបស់ NASA ប្រើ radar សម្រាប់ active sensor អញ្ចឹងអ្នកដែលរៀន remote sensing គាត់ស្គាល់ហើយ active sensor ផ្ដល់កម្ពស់ផ្ទៃដីបាញ់កាំរស្មី radar ប៉ះនឹងដីត្រឡប់ទៅវិញបង្កើតបានទៅជាទិន្នន័យ DM ទូទាំងពិភពលោកអញ្ចឹងយើងជ្រើសរើសយក SRTM 1 ASICAN អញ្ចឹង1 ASICAN នេះគឺអីគេ1 ASICAN នេះជាប្រភេទទិន្នន័យ DM ដែលបានជ្រើសរើស1 ASICAN មានន័យថាASICAN ហ្នឹងគឺជាឯកតាមុំឯកតាមុំមិនមែនជាម៉ែត្រ1 ASICAN ហ្នឹងស្មើនឹង30ម៉ែត្រនៅលើផែនដីវាមានន័យថា1 pixel ស្មើនឹង30 គុណនឹង30អញ្ចឹងមានន័យថាresolution pixel របស់យើងគឺ30 គុណនឹង30 34ជ្រុងណា30 គុណនឹង30គឺ1 pixel អញ្ចឹងសរុបមកវិញថា1 ASICAN នៅលើ global 1 ASICAN ហ្នឹងគឺវាស្មើនឹង30ម៉ែត្រនៅលើផ្ទៃដីណា global អញ្ចឹងយើងត្រូវជ្រើសរើសទិន្នន័យហ្នឹងព្រោះនៅក្នុង USGS វាមានតែទិន្នន័យហ្នឹងមួយទេសម្រាប់ឲ្យយើងធ្វើការងារជាមួយនឹងអ្វីដែលខ្ញុំរៀបរាប់មិញដូចជាជំរាល slope ជាមួយនឹង watershed flood 3D terrain អីផ្សេងអញ្ចឹងគឺ1 pixel បើយើងនិយាយងាយយល់30 គុណនឹង30 pixel សង់ទីម៉ែត្ររបស់វាមួយ ASICAN ហ្នឹងស្មើនឹង30ម៉ែត្រនៅលើផែនដីអញ្ចឹងខ្ញុំមិនបញ្យល់អីស៊ីជម្រៅទេអានេះវាសម្រាប់ការងារ remote sensing តែអ្វីដែលខ្ញុំចង់បានគឺខ្ញុំ download លើទីតាំងហ្នឹងបន្ទាប់មកខ្ញុំយកពាក្យ result បន្ទាប់ពី result វានឹងបង្ហាញទិន្នន័យឲ្យយើងប្រមាណចំណុចនៅកន្លែងនេះយើងចុចសញ្ញាបត្រជើងមកវាបញ្ជាក់ថានេះ download ប៉ុណ្ណេះបើយើងចង់ download មកតំបន់នៅក្នុងខេត្តកំពង់ស្ពឺយើងអាច download ជា2 index យកទៅ combine raster ទៅតែនេះជាលំហាត់ឧទាហរណ៍ថាខ្ញុំចង់ download តែទិន្នន័យតំបន់ទៅនេះមួយនៅក្នុងតំបន់បើយើងចង់ download ទៅ2យើងត្រូវយកទាំងពីរហើយយើងយកទៅ combine raster បញ្ចូលគ្នាឥឡូវឧទាហរណ៍ថាខ្ញុំចូលទៅកាន់ទីតាំងតំបន់តែមួយឯងតើតើការ combine raster ខ្ញុំនឹងធ្វើនៅមេរៀនក្រោយទៀតអញ្ចឹងខ្ញុំ download នៅកន្លែងនេះណាអញ្ចឹងយើង download ជា GOT មួយ ASICAN ហ្នឹងដែលខ្ញុំបញ្យល់មិញហ្នឹងមួយ ASICAN ស្មើនឹង30ម៉ែត្រនៅលើផ្ទៃដីហ្នឹងគឺបើយើងនិយាយពី30ម៉ែត្រ1 pixel 30 គុណនឹង30ហ្នឹងអូខេអញ្ចឹងនៅក្នុងការ download របស់យើងរងចាំវាបន្តិចទៅវាកំពុងតែដំណើរការខ្ញុំ stop វីដេអូបន្តិចកុំឲ្យវែងវីដេអូអូខេអញ្ចឹងនៅក្នុងការ download របស់ខ្ញុំគឺពេញហើយនេះ file របស់ខ្ញុំអញ្ចឹងខ្ញុំអាចមើលឈ្មោះវាទៅ N11 E101 មួយ ASICAN ហ្នឹង V3 អញ្ចឹងខ្ញុំអាចចូលទៅកាន់ map ខ្ញុំ add data នេះខ្ញុំ remove ចោល DM ចាស់របស់ខ្ញុំឯងខ្ញុំចូលទៅកាន់ map ខ្ញុំ add data មកនៅក្នុងអីគេនៅក្នុង download នេះ file របស់ខ្ញុំនេះ V3 មិញអូខេខ្ញុំចុចអូខេមកអញ្ចឹងយើងបានទិន្នន័យនេះមួយចុះបើសិនជាយើងចង់បានខាងនេះមួយទៀតនៅក្នុងទិន្នន័យនេះវាអត់មាននៅខាងនេះនៅផ្នែកខាងនេះខ្ញុំចង់បានខាងនេះមួយទៀតខ្ញុំអាចសេរីអានេះតិចមកនៅក្នុង
size របស់ខ្ញុំទី1នេះអាចស្រីវាទៅនោះតិចអូខេឧទាហរណ៍ប៉ុណ្ណឹងចាតមកទៀតខ្ញុំចុចdata source ដូចគ្នា result ម្ដងទៀតមកចឹងយើងបានតនន័យផ្សេងទៀតនៅតំបន់នេះយើងអាចយកមកតំបន់នេះមកប្រើបានហើយនេះយើងមិញយើងបាន download មក index ពី index ចឹងយើងអាចមើលតន័យរបស់យើងមកនេះមក select ពី select មកយកនេះមួយទៀតចានៅក្នុងថ្ងៃណាវាបញ្ជាក់យើងដែរណានៅក្នុងតនន័យ format របស់វានេះតនន័យហ្នឹង2014ណា publish application 2024អូខេនៅ date update 2025ថ្ងៃទី3ខែ10អូខេអញ្ចឹងខ្ញុំ download មក index ហ្នឹងមួយទៀតចុះឧទាហរណ៍នេះដូចគ្នា download 26មេចឹងយើងរងចាំតិចអូខេពេញហើយចឹងខ្ញុំ rename file ហ្នឹងតិចមកខ្ញុំដាក់ថាមួយ archicad ចឹងទៅមួយ archicad ឬក៏ខ្ញុំដាក់ថា dm ចឹងតោះចឹងខ្ញុំ add data មួយទៀតខ្ញុំបាន file មួយទៀតអូខេចុចអូខេមកអញ្ចឹងខ្ញុំបានមក index នេះទៀតអញ្ចឹងយើងបាត់មក index កដាល index កដាលដោយសារយើង download ម្លងមិញហ្នឹងកដាលអានេះមួយទៀតមកនេះដូចគ្នាណាយើងបានតនន័យទាំងអស់ហ្នឹងមកយើងយកមក analyze បានយើងយកមក clip អីផ្សេងទៀតបានអញ្ចឹងនៅក្នុងការ download នេះនៅក្នុងការយកតនន័យមកប្រើប្រាស់នេះវាមានសារៈសំខាន់ណាសម្រាប់ការងារអីគេការងារដូចខ្ញុំបញ្ជាក់ពីមុនណាតាក់ទងនឹងនេះខ្ញុំ rename មួយទៀតណា dem មួយអូខេអញ្ចឹងយើងបានណាអញ្ចឹងយើងអាច clip យើងអាចអីធ្វើការងារអីបន្តទៀតហើយយើងអាចយកទៅ analyze យកទៅធ្វើសម្រាប់អីគេសម្រាប់ការងារ flow direction សម្រាប់ការងារ slope សម្រាប់ការងារ fluid សម្រាប់ការងារ terrain បង្កើតជា contour line បង្កើតអីបានផ្សេងទៀតអញ្ចឹងយើងអាចមើលទៅលើតនន័យហ្នឹងយើងអាច symbol មកយើងមើលទៅលើកន្លែង save នេះមកយើងអាចឃើញតនន័យហ្នឹងវាស្អាតហើយយើងអាចធ្វើការងាររបស់យើងផ្សេងទៀតបន្តបានណាឃើញទេអញ្ចឹងនៅក្នុងចំណុចនេះគឺវាមានសារៈសំខាន់សម្រាប់ការងារទាំងអស់ហ្នឹងក្នុងការអានេះខ្ញុំគ្រាន់តែបរៀនឲ្យសិស្សានុសិស្សចេះ download ទេសម្រាប់ការងារ analyze ទៅជា flow direction ទៅជាវិភាគបង្កើត contour line បង្កើតអីបន្តទៀតបានអញ្ចឹងសរុបមកវិញនៅក្នុង tip នេះខ្ញុំចង់ឲ្យបងប្អូនចេះ download ទិន្នន័យពី website USGS ដែលជាទិន្នន័យ DTM របស់យើងហ្នឹង DEM របស់យើងហ្នឹងយកមកប្រើប្រាស់នៅក្នុង GS Pro សម្រាប់ analyze ទៅលើការងារដូចខ្ញុំបានជម្រាបជូនមុនហ្នឹងសម្រាប់ការងារចម្រៀលដែលយើងហៅថា slope ទិសដៅទឹកហូរដែលយើងហៅថា flow direction water shape ដែលយើងហៅថាទីតាំងដែលទឹកត្រូវហូរតំបន់ fluid erosion analyze សម្រាប់ការងារវិភាគអំពីទឹកភ្លៀងជម្រៅទឹកដក់ផ្សេងឬក៏
3D terrain អីផ្សេងចឹងនៅក្នុង tip នេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនគិតថាវីដេអូនេះមានសារៈសំខាន់កុំភ្លេចជួយ share និងជួយ subscribe ទៅលើ channel YouTube មិនថា TikTok ជួយ share ដើម្បីចែករំលែកចំណេះដឹងឲ្យសិស្សានុសិស្សផ្សេងទៀតដែលគាត់មិនទាន់បានដឹងហើយថ្មីនេះយើងក៏មានបរិញ្ញាវគ្គ GS ជាច្រើនវគ្គដែរសម្រាប់ការងារភូមិសាស្ត្រថាវគ្គមូលដ្ឋានវគ្គផ្ដោតទៅលើការគ្រប់គ្រងទិន្នន័យក្បាលដីវគ្គផែនទីវគ្គ drone data processing ហើយបច្ចុប្បន្ននេះយើងក៏កំពុងតែរៀបចំវគ្គ remote sensing ពេលដែលយើងរៀបចំរួចយើងនឹងធ្វើការ promotion ទៅលើការសិក្សាហ្នឹងអូខេអញ្ចឹងជាចុងក្រោយម្ដងទៀតក៏សូមអរគុណទៅដល់សិស្សានុសិស្សដែលខំតាមដានវីដេអូនេះពីដើមរហូតដល់ចប់បាទសូមអរគុណ